ឯសាច់នឹងចាត់ទូលបង្គំនោះនឹងសាបសូន្យទៅបានប៉ុន្តែព្រះទ្រង់ជាទីពឹងនៃចិត្តហើយជាចំណែកមរតកនៃទូលបង្គំជាដរាបដែរត្បិតមើលអស់អ្នកណាដែលនៅឆ្ងាយពីទ្រង់គេនឹងត្រូវវិនាសទ្រង់បំផ្លាញអស់អ្នកដែលផិតចេញពីទ្រង់ឯទូលបង្គំដែលទូលបង្គំចូលទៅចិត្តព្រះនោះជាការល្អដល់ទូលបង្គំទូលបង្គំបានយកព្រះអង្គម្ចាស់យេហូវ៉ាទុកជាទីពឹងហើយដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់អោព្រះយេហូវ៉ាអើយទូលបង្គំបានអំពាវនាវដល់ទ្រង់ទូលបង្គំបានពោលថាទ្រង់ជាទីពឹងរបស់ទូលបង្គំគឺជាចំណែកនៃទូលបង្គំនៅក្នុងឋានរបស់មនុស្សរស់នេះសូមប្រុងស្ដាប់ពាក្យអំពាវនាវរបស់ទូលបង្គំបើទូលបង្គំត្រូវទៀបថោកណាស់ហើយសូមប្រោះឲ្យរួចពីពួកអ្នកដែលបៀតបៀនទូលបង្គំបាត់គេខ្លាំងជាងទូលបង្គំសូមនាំប្រលឹងទូលបង្គំចេញពីគុកតោងដើម្បីឲ្យបានអរព្រះគុណដល់ព្រះនាមទ្រង់ពួកមនុស្សសុចរិតនឹងពួតទូលបង្គំជុំវិញពីព្រោះទ្រង់នឹងប្រោះទូលបង្គំយ៉ាងល្អជាបរិបូរណ៍ប្រលឹងខ្ញុំបានពោលថាព្រះយេហូវ៉ាជាចំណែកនៃខ្ញុំហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់ព្រះយេហូវ៉ាទ្រង់ល្អដល់អស់អ្នកដែលរងចាំទ្រង់គឺដល់ប្រលឹងនៃអ្នកណាដែលស្វែងរកទ្រង់បើមនុស្សនឹងសង្ឃឹមដល់ហើយរងចាំសេចក្តីសង្គ្រោះរបស់ព្រះយេហូវ៉ាអែតបារម្ភព្រួយនោះល្អហើយព្រះយេហូវ៉ាទ្រង់ជាចំណែកនៃមរតកហើយជាចំណែកក្នុងពេញរបស់ទូលបង្គំគឺទ្រង់ហើយដែលត្រួតមើលចំណែកទូលបង្គំខ្សែរង្វាស់បានធ្លាក់នៅទីកន្លែងគប់ចិត្តឲ្យទូលបង្គំទូលបង្គំបានទទួលមរតកល្អណាស់ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាដែលទ្រង់ជួយគំនិតទូលបង្គំចិត្តក៏បង្គាប់ដល់ទូលបង្គំនៅវេលាយប់ដែរទូលបង្គំបានតាំងព្រះយេហូវ៉ានៅមុខទូលបង្គំជាដរាបបានជាទូលបង្គំមិនត្រូវរង្គើឡើយត្បិតតើអ្នកណាបានឈរក្នុងពួកព្រឹក្សានៃព្រះយេហូវ៉ាឲ្យបានឃើញហើយឮព្រះបន្ទូលរបស់ទ្រង់តើអ្នកណាបានប្រុងស្ដាប់ហើយឮព្រះបន្ទូលនៃទ្រង់អ្នកណាដែលកើតអំពីព្រះនោះក៏ស្ដាប់តាមព្រះបន្ទូលនៃព្រះដែរឯអ្នករាល់គ្នាមិនបានកើតមកពីព្រះទេបានជាមិនស្ដាប់តាមដូច្នេះត្រូវឲ្យឯងប្រាប់គេថាព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះបើឯងរាល់គ្នាមិនព្រមស្ដាប់តាមអញដើម្បីនឹងដើរតាមច្បាប់ដែលអញបានដាក់នៅមុខឯងរាល់គ្នាប្រយោជន៍នឹងស្ដាប់តាមពាក្យរបស់ពួកហោរាជាអ្នកបម្រើរបស់អញដែលអញចាត់ឲ្យមកឯងរាល់គ្នាដោយក្រកពីព្រលឹមស្រាងនឹងចាត់គេផងតែឯងរាល់គ្នាមិនបានស្ដាប់តាមសោះបើគេស្ដាប់តាមហើយគោរពប្រតិបត្តិដល់ទ្រង់នោះគេនឹងរស់នៅអស់ទាំងថ្ងៃនៃអាយុគេដោយសេចក្តីរុងរឿងហើយអស់ទាំងឆ្នាំគេដោយសេចក្តីអំណរប៉ុន្តែបើគេមិនស្ដាប់វិញនោះគេនឹងត្រូវវិនាសទៅដោយដាវហើយនឹងស្លាប់ទៅដោយខ្វះប្រាជ្ញាព្រះអង្គម្ចាស់ព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យខ្ញុំមានវោហារដូចជាអ្នកដែលបានរៀនសូត្រហើយដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដីនិងជ្រងមនុស្សព្រាកចិត្តឡើងទ្រង់ដាស់ខ្ញុំរាល់តែព្រឹកគឺទ្រង់ដាស់ត្រចៀកខ្ញុំដើម្បីឲ្យខ្ញុំស្ដាប់ដូចជាអ្នកដែលកំពុងតែរៀនសូត្រព្រះអង្គម្ចាស់យេហូវ៉ាទ្រង់បានបើកត្រចៀកខ្ញុំហើយខ្ញុំមិនបានរឹងចោចេះឬបែរក្រោយឡើយខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្ការខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ឬពីការស្ដោះទឹកមាត់ទេពីព្រោះអង្គម្ចាស់យេហូវ៉ាទ្រង់នឹងជួយខ្ញុំហេតុនោះបានជាខ្ញុំមិនត្រូវជ្រុំមុខហើយដោយហេតុនោះកាត់ចិត្តឲ្យរឹងដូចថ្មដេកភ្លើងហើយខ្ញុំដឹងថាខ្ញុំមិនត្រូវខ្មាស់ឡើយនឹងបានសេចក្តីសរសើរពីព្រះរៀងខ្លួនតែបើអ្នកដែលមិនជឿគេដកខ្លួនចេញនោះឲ្យគេចេញចុះយ៉ាងនោះបងប្អូនប្រុសឬស្រីនឹងមិននៅជាប់ចំណងទៀតទេប៉ុន្តែព្រះទ្រង់បានហៅយើងរាល់គ្នាឲ្យមានសេចក្តីមេត្រីនឹងគ្នាវិញបើយើងលន់តួបាបវិញនោះទ្រង់មានព្រះハរតីស្មោះត្រង់ហើយសុចរិតប្រយោជន៍នឹងអត់ទោសបាបឲ្យយើងហើយនឹងសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផងដូច្នេះយើងខ្ញុំជាទូតតំណាងព្រះគ្រីស្ទហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំគឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថាចូលឲ្យបានជាមេត្រីនឹងព្រះចុះមានពរហើយអស់អ្នកដែលផ្សះផ្សាគេត្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះហើយទ្រាំទ្រគ្នាទាំងអត់ទោសទៅវិញទៅមកបើអ្នកណាមានហេតុទោសនឹងអ្នកណានោះចូលអត់ទោសឲ្យគេចុះ
ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរបានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទនោះឈ្មោះថាបានកើតជាថ្មីហើយអស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅមើលគ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញអោព្រះអង្គម្ចាស់អើយសូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើងសូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្តីសង្គ្រោះនៃទ្រង់ឡើងវិញហើយទប់ទល់ទូលបង្គំដោយព្រះវិញ្ញាណដ៏សទ្ធានៃទ្រង់តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញនោះនឹងមានកម្លាំងចម្រើនជានិច្ចគេនឹងហើរឡើងទៅលើដោយស្លាប់ដូចជាឥន្ទ្រីគេនឹងរត់ទៅឥតដែលហត់ហើយនឹងដើរឥតដែលល្វើយឡើយបើគ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នាក្រៅពីសេចក្តីល្បួងដែលត្រូវខាងមនុស្សលោកទេរីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរទ្រង់មិនអោយកើតមានសេចក្តីល្បួងហួសកម្លាំងអ្នករាល់គ្នាឡើយគឺនៅវេលាណាដែលត្រូវល្បួងនោះទ្រង់ក៏រៀបផ្លូវឲ្យជៀសរួចដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបានគ្មានសេចក្តីភ័យខ្លាចណានៅក្នុងសេចក្តីស្រឡាញ់ឡើយសេចក្តីស្រឡាញ់ដែលពេញខ្នាតនោះបណ្ដេញសេចក្តីភ័យខ្លាចចេញពីព្រោះសេចក្តីភ័យខ្លាចតែជួបមានសេចក្តីវេទនាហើយអ្នកណាដែលមានសេចក្តីភ័យខ្លាចនោះមិនទាន់បានពេញខ្នាតខាងឯសេចក្តីស្រឡាញ់នៅឡើយទេហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយប៉ុន្តែទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំកំពុងតែពុករលួយទៅក៏ពិតមែនតែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញដូច្នេះពួកស្ងួនភ្ងាអើយដែលមានសេចក្តីសន្យាទាំងនេះនោះត្រូវឲ្យយើងរាល់គ្នាសម្អាតខ្លួនយើងពីគ្រប់ទាំងសេចក្តីដែលប្រឡាក់ខាងសាច់ឈាមចេញហើយខាងព្រលឹងវិញ្ញាណផងព្រមទាំងបង្ហើយសេចក្តីបរិសុទ្ធដោយនៅសេចក្តីកោតខ្លាចដល់ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញនឹងគ្មានសេចក្តីស្លាប់ឬសេចក្តីសោកសង្រេងឬសេចក្តីយំទួញឬទុក្ខលំបាកណាទៀតឡើយត្បិតសេចក្តីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយចូលឲ្យពាក្យសម្ដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ចទាំងបងអំបិលផងដើម្បីឲ្យដឹងជាបែបយ៉ាងណាដែលគួរឆ្លើយដល់មនុស្សនីមួយៗដែលបានផ្សាយមកដល់អ្នករាល់គ្នាហើយដូចជាដល់លោកីទាំងមូលដែរក៏កំពុងតែបង្កើតផលហើយចម្រើនឡើងដោយក្នុងពួកអ្នករាល់គ្នាចាប់តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮហើយស្គាល់ព្រះគុណនៃព្រះជាប្រកបហើយយើងរាល់គ្នាទាំងអស់ដែលកំពុងតែរំពឹងមើលសិរីល្អព្រះអង្គម្ចាស់ទាំងមុខទៅទេដូចជាឆ្លោះមើលទ្រង់ក្នុងកញ្ចក់យើងកំពុងតែផ្លាស់ប្រែទៅឲ្យដូចជារូបឆ្លោះនោះឯងពីសិរីល្អទៅដល់សិរីល្អគឺដោយសារព្រះអង្គម្ចាស់ដ៏ជាព្រះវិញ្ញាណដើម្បីឲ្យបានដើរបែបគួរនឹងព្រះអង្គម្ចាស់ទាំងគប់ចិត្តដល់មនុស្សទាំងអស់ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើងត្បិតបើដើមឈើត្រូវកាប់រំលំទៅនោះមានសង្ឃឹមថានឹងពន្លកឡើងទៀតហើយថានឹងមិនខានមានមេឃខ្ចីទៀតឡើយដើម្បីកុំឲ្យយើងនៅជាកូនតូចទៀតទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្តីបង្រៀនបោកហើយផាត់យើងចុះឡើងដោយសេចក្តីឆោបោករបស់ផងមនុស្សហើយដោយឧបាយកលដែលគេប្រើនឹងនាំឲ្យវង្វេងទៀតឡើយឯងមិនស្គាល់ផ្លូវនៃវិញ្ញាណដែលបណ្ដាលឲ្យកូនកើតឡើងនៅក្នុងផ្ទៃរបស់ស្ត្រីដែលមានទម្ងន់ជាយ៉ាងណានោះក៏មិនស្គាល់ការរបស់ព្រះដែលទ្រង់ធ្វើគ្រប់ទាំងអស់យ៉ាងនោះដែរឯរបស់ទាំងនោះនឹងសាបសូន្យទៅតែទ្រង់នឹងគង់នៅជាប់ដដែលរបស់ទាំងនោះនឹងចាស់ទៅដូចជាសម្លៀកបំពាក់ចូលឲ្យអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នាសូមឲ្យទ្រង់បានសិរីល្អនៅជួនឥឡូវនេះដរាបដល់អស់កលជានិច្ចអាមែន